បាទសួស្តីបងប្អូនគ្នាថ្ងៃចង់បង្ហាញពីខាងដំណាំជុំវិញផ្ទះការដាំដំណាំនៅជុំវិញផ្ទះដែលមានអត្ថប្រយោជន៍បងប្អូនណាបាទអញ្ចឹងការដាំឈើត្រីនៅជុំវិញផ្ទះដូចតែឈើហូបផ្លែបាទខាងក្នុងនេះតែខ្ញុំបានដាំដំណាំច្រើនមានចេកមានដាំឈើផ្លែមួយក៏មានដែរបងប្អូនណាបាទនេះគឺការដាំជាមរូបមួយទៅដល់តែបើយើងបរិស្ថានតែយើងបងមានដាំខ្នុរដាំអីចឹងទៅបងប្អូនបាទទេសភាពបាទនេះក៏ជុំវិញផ្ទះបាទនេះគឺត្រង់សម្រាប់ចំជ្រូកបងប្អូនណាបាទមានដាំហងផ្លែល្អបងប្អូនណាផ្លែល្អមែនតើបាទហើយនេះផ្កាសបងផ្កាសមានសាក់ម៉ោនមកទៅចេះដាំជុំវិញផ្ទះដឹងធ្វើអីទៅពឹសបាទមានខ្នោមានចឹងទៅមានក្តាប់មានផ្លែដែរបាទចឹងមានក្តាប់មានផ្លែចឹងគឺវាស្រួលដែរបងប្អូនបាទម្យ៉ាងដែរដាំឈើដែរមកទៅអ្នកដូរមានអីបងប្អូនមរុំមានសំរុំកូនស្នូអ្នកទៅឆ្មាអីចឹងទៅបាទនៅទីនេះគឺយើងដាំមានមកផ្លែដាំមាននឹងទៅផ្លែទេបងដាំមានដាំទីពូជុំវិញផ្ទះបងប្អូនมันខ្លះទេអត់តែយើងលពឹសដៃបាទលពឹសដៃទៅឆ្អែតដូចថាមែនបាទអញ្ចឹងដំណាំជុំវិញផ្ទះគឺដាំបែបហ្នឹងព្រៃមើលទៅព្រៃបាទលុបដូចជាចំមាត់ចំអីនៅតែក្នុងលុបទេបាទមាន់អត់មានក្តៅប្រហែលនេះចឹងយើងដាំវាទៅបងប្អូនដាំមានដាំកើដាំអីហ្នឹងកើផ្លែបងប្អូនខែចាក់កាកើដល់ហើយបងប្អូនចាក់កាកើចាក់អីហ្នឹងដល់ហើយតាមទៅចាក់ចូលមានចំដាក់ទីស្រះចំត្រីទៅបាទត្រីដៃមកបាទត្រីដៃស្វាយរំកាយបងប្អូនតែហើយបាទមានតែមានអីមលុបពិសីអីចឹងទៅដាំតែប៉ុនកាប់ធ្វើរបងធ្វើអីហ្នឹងបាទជុំវិញផ្ទះសក់ស្រែមានតែហ្នឹងបាទត្រែងតកូនហើយខាងក្រោយនោះមានធ្វើស្រែប្រាំងបាទផ្កាស្វាយចាប់ដើមផ្កាច្រើនក្តាប់ច្រើនមានតបែកមានអីចឹងទៅបាទវាក្រូចបាទក្រូចដើមក្រូចប៉ុននេះដែរបាទគាត់ក៏ត្រង់ជ្រូកលំហាយត្រង់ជ្រូកនេះស្រះជាតិក្រោយយកត្រីធម្មជាតិចូលបងប្អូនបាទត្រីធម្មជាតិចូលបាទប៉ុនចាប់ខែប្រាំងហើយបាទឡើងឈើមើលដើមឈើបែបហ្នឹងទៅចឹងគឺជាអ្វីដែលយើងចាំគឺអ្វីដែលយើងធម្មតាគឺយើងដាំគ្រប់មុខតែមកទៅបាទឲ្យតែមានច្រើនមកវិញបាទដំណាំណែនតាមតាប់ហើយជុំវិញផ្ទះខ្ញុំបាទសូម្បីតែស្អំក៏ដាំដែរបាទគាត់បេះក្លុកបងទាបាទក្លុកបងទាបាទនេះបងប្អូនបាទមានដូងមានលហុងមានអីចឹងទៅក្តាប់ចាំតែខ្វះបន្លែថ្លោបាទដូងនេះបាទស្គ្រីដេកអីមានដាំបាទទេដុសពេញភូមិទេរុះហូបអស់ទេបាទកោចអីបាទសូម្បីតែមកកាំងចេញផ្លែដែរបងណាមកកាក់ចេញផ្លែដែរមកកាក់វាចេញផ្លែអូផ្លែល្អផ្លែបាន2នេះបាទក្តាប់បាន2ហើយទៅស៊ីហូរហើយដែរបាទក្រូចឆ្មាក្រូចអីចឹងណាបងប្អូនណាបាទក្រូចឆ្មាក្រូចអីចឹងទៅបាទអញ្ចឹងគឺនេះទីបារាំងអូទីបារាំងក៏ដុះដែរបងប្អូនបាទទីបារាំងក៏ដុះដែរអញ្ចឹងมันអត់ប្រយោជន៍ទេបងប្អូនណាបាទឲ្យតែដាំទៅដឹងមានប្រយោជន៍បងប្អូនបាទអញ្ចឹងយើងដាំមានដូងមានអីក្តាប់ចេញផ្កាហើយបាទចេញផ្កាហើយបងប្អូនណាបាទចេញផ្កាចេញអីយ៉ាងនេះបាទអូស្អាតណាស់បងប្អូនបាទក្តាប់ចាំមើលបាទតែគួងមកប្រហែលនេះក្តាប់នេះបាទចាំមើលសិនបាទហើយខ្ពើចេញច្រើនបាទនេះត្រង់ដាក់សម្រាប់គោបាទគោគាត់ឲ្យស៊ីស្មៅបាទចំគោទៅវាល្អហើយបាទហើយនេះដំណាំអូជុំបងប្អូនបាទចាក់នុបធ្វើអីដាំមិនឲ្យនេះទេចេះតែដាំបាទដីតនេឲ្យតនេដាំបាទមួយណាប្រើបានមួយហ្នឹងហើយបងប្អូននេះស្រះចំត្រីប្រា
មានដើមទឹកដោះហ្នឹងឯងតើបាត់ការផ្លែហូបឯណីបាទតើបានហូបទេចឹងឲ្យចាំមើលបាទវាប្រហែលឆ្នាំនេះផ្លែបាន7មាន7មានអីជុំវិញផ្ទះជុំវិញផ្ទះអូស្នៅនោះការក្តាប់ច្រើនបេះស្លរហូតបាទចឹងវាបាទសម្រាប់ដើមលៀបនៅវាមកត្រូវលៀបបាទត្រូវលៀបដើមលៀបបាទក្រូចដុះពេញភូមិបាទក៏មានដើមបាទមានដើមមីនក៏ដុះមីនមីនដើមមីនជុំវិញហ្នឹងមានដើមមីននេះបងប្អូនដើមដោះឡោបាទខ្ទូតអីផ្លែខ្ទូតអីមានផ្លែព្រាកប្រងហើយផ្លែនេះសិតតែទីបងបាទដើមទីច្រើនបាទចឹងគឺមានខុតដើមអីក៏មានដែរខុតធំមួយមានម្ដើមដែរបាទតែនេះល្អបងអើយតែល្អមែនតើទេបាទពេញល្អមែនតើចឹងដំឡើងឈើដាំទៅបងប្អូនអើយនេះឈើមានចឹងដាក់ដាំបាទមានខប់អីលុបពុកផ្ទះដែរដើមឈើមានផ្កាអីលម្អតិចតួចបាទល្អតិចតួចបាទដំណាំសត្វដំណាំបាទនេះតាមលៀបហ្នឹងបាទតាមលៀបខ្ញុំសំណាងបាទអូបាទចឹងអរគុណច្រើនដែលបានទស្សនាវីដេអូមួយនេះគឺដែលមកដល់ចប់បាទអរគុណច្រើនជួយ like ជួយ subscribe ផងបាទអរគុណច្រើន